យើងចូលមករកពុទ្ធរាប់អានយើងជាបុត្រជាធីតារបស់ព្រះអង្គយើងកក់ក្ដៅណាស់ដែលពុទ្ធទទួលស្គាល់យើងជាកូនព្រះអង្គដោយសារយើងមានសិលតែបើយើងអត់សិលយើងដឹងខ្លួនយើងថាពុទ្ធមិនបានរាប់យកយើងជាកូនទេពីព្រោះកូនរបស់ពុទ្ធមានតែមកពូអីគឺអនុជាតិបុត្រហើយកូនចៅយើងវាចេះតែមានអវជាតិបុត្រក៏តែកូនយើងដែរសាច់ឈាមទៅហើយនឹងឯងប៉ុន្តែកូនពុទ្ធមានតែមកពូគាត់គឺអនុជាតិបុត្រអត់មានអតិជាតិបុត្រអីទេក៏ដូចជាគុណម្ចាស់ជាអតិជាតិបុត្រចឹងទៅដូចថាមានសិលពងពោះជាងមេដាបិតាទៅទៀតនឹងឯងមេដាបិតាមានគុណក្រៃលែងហើយហ្នឹងឯងប៉ុន្តែថានិយាយពីគុណធម៌គឺគុណចាស់ជាលោកកូនមែនប៉ុន្តែមានសិលហ្នឹងឯងទៅជាអតិជាតិបុត្រតែចំពោះកូនពុទ្ធទៅធ្វើអតិជាតិបុត្រមិនអត់មានទេអានឹងថាយើងដឹងថាអត់ទេប៉ុន្តែអវជាតិបុត្រដែលខូចបំផុតអត់តាមព្រះអង្គគឺអត់មែនកូនហ្មងពីព្រោះមានសាច់ឈាមអីមួយព្រះអង្គណាហ្នឹងឯងតែដែលជាកូននោះគឺក្រៃលែងជាងសាច់ឈាមទៅទៀតគឺដោយសារប្រតិបត្តិតាមដែលព្រះអង្គរាប់អានជាកូនរបស់ព្រះអង្គនឹងដោយការប្រតិបត្តិតាមមានសីលាតិគុណនេះឯងគណាអញ្ចឹងយើងមានសិលយើងកក់ដៅក្នុងចិត្តរហូតដល់ពេលយើងចិត្តស្លាប់ក៏អត់មានវិបដិសារៈណាមានសិលជាទីរលឹកយើងសប្បាយចិត្តថាយើងជាកូនពុទ្ធនឹងឯងយើងជាកូនពុទ្ធមានសិលល្អចឹងទៅចិត្តស្ងប់រងាប់ហើយអប់រំណាកុំឲ្យវាជាពាក់តេតិននឹងអារម្មណ៍កាមគុណអីទៀតចឹងទៅយើងទៅជាពាក់តេតិននឹងរបស់អីក្នុងโลกឯណាឲ្យមានតម្លៃស្មើនឹងសីលាតិគុណហ្នឹងទៅយើងយកសិលជាអារម្មណ៍ជារតនៈជាងរតនៈរបស់ស្ដេចចក្រទៅទៀតចឹងទៅចិត្តទៅសមថៈហើយមានបៃតេណាវិតកវិចារៈបៃតេហ្នឹងជាអង្គរបស់សេចក្តីស្ងប់ចិត្តនឹងស្រាប់ហើយជាបាបនៃវិបស្សនាអានឹងជាការអប់រំបន្តពីលើសិលនឹងទៅទៀត